ជម្រាបសួរសួស្តីបងប្អូនអរគ្នាថ្ងៃនេះចង់ស្រាយចម្ងល់ទៅកាន់បងប្អូនដែលជាភ្ញៀវបាទដូចជាភ្ញៀវប្រចាំដូចជាបងប្អូនដែលគាត់អត់ទាន់បានសាកញ៉ាំណាឲ្យគាត់បានដឹងតកតងជាមួយនឹងបុកល្ហុងក្តាមប្រៃខាងយើងហើយតកតងមួយក្តាមប្រៃបាទខាងខ្ញុំគឺមិនមែនទិញប្រៃស្រាប់មកពីផ្សារទេដូចខាងខ្ញុំតែងតែជម្រាបជូនទៅកាន់បងប្អូនអរគ្នាអញ្ចឹងព្រោះដោយសារមានភ្ញៀវគាត់គាំទ្រខ្លាំងមែនតើចំពោះបុកល្ហុងក្តាមប្រៃនឹងហើយដូចបងប្អូនអរគ្នាឃើញជាក់ស្ដែងហើយគឺយើងទិញក្តាមស្រស់មកពីផ្សារគឺធ្វើការដុសលាងសម្អាតយកចិត្តទុកដាក់មែនតើហើយយើងមិនមែនលាងមួយទឹកពីរទឹកទេគឺលាង4-10ដងថ្មតែវាស្អាតល្អហើយយើងយកទៅធ្វើប្រៃខ្លួនឯងដើម្បីធ្វើការលក់ជូនទៅកាន់បងប្អូនអរគ្នាដែលតែងតែកំងហ្នឹងហើយជាក់ស្ដែងបងប្អូនបានឃើញហើយគឺយើងលាងសម្អាតដោយយកចិត្តទុកដាក់ខ្លាំងមែនតើឆ្លងកាត់ច្រើនដំណាក់កាលមែនតើតែមកតែបានលក់ជូនមួយចានជូនបងប្អូនអរគ្នាហ្នឹងណាហើយចំពោះបុកល្ហុងក្តាមប្រៃនេះគឺថាលក់ដាច់ខ្លាំងមែនតើបងប្អូនអរគ្នាហើយមានភ្ញៀវជាច្រើនដែលគាត់ធ្វើការគ្រប់គ្រងណាហើយជាក់ស្ដែងបងប្អូនអរគ្នាបានឃើញខ្លាញ់គឺពេញបែបហ្នឹងហើយក្តាមមុននឹងយើងយកមកលក់ជូននេះគឺយើងចម្រាញ់ខ្លាំងមែនតើក្តាមណាដែលអន់សាច់ឬក៏មានក្លិនស្អុយហ្នឹងគឺយើងអត់យកមកលក់ជូនបងប្អូនអរគ្នាទេសម្រាប់បងប្អូនដែលជាភ្ញៀវឬក៏អតិថិជនរបស់ហាងលេងជួបហ្វេនផ្ទាល់ណាគឺគាត់បានដឹងហើយក៏គាត់ទទួលស្គាល់ដែរអំពីរសជាតិក្តាមប្រៃខាងយើងគឺថាឆ្ងាញ់ខ្លាំងមែនតើហើយជាក់ស្ដែងទៅមកតែបានម្ចាស់នេះលក់ជូនបងប្អូនអរគ្នាបានដូចខាងខ្ញុំជម្រាបជូននៅខាងដើមវីដេអូអញ្ចឹងគឺថាឆ្លងកាត់ច្រើនដំណាក់កាលខ្លាំងមែនតើហើយសម្រាប់ភ្ញៀវដែលគាត់ញ៉ាំអីគឺគាត់ដឹងហើយអំពីរសជាតិក្តាមប្រៃខាងយើងអត់ប្រៃខ្លាំងហើយក៏អត់មានក្លិនស្អុយដែរគឺឈ្ងុយតែម្ដងហើយគាត់ថាឃើញនេះគឺខាងខ្ញុំលាបទឹកមាត់ម្ដងទៀតហើយបងប្អូនអរគ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់កំងគឺអាចកំងបានដូចគ្នាចំពោះមនុយបុកក្តាមប្រៃនេះណាហើយបងប្អូនអរគ្នាបានសាកញ៉ាំប្រកាសជាបានដឹងហើយអំពីរសជាតិក៏ដូចជាគុណភាពបាទសាច់ក្តាមគឺថាណែនហើយថ្មីស្រស់តែម្ដងហើយចំពោះការរៀបចំខាងយើងរៀបចំបែបហ្នឹងសម្រាប់បងប្អូនដែលគាត់ចង់កំងគឺធ្វើការអាចកំងបានបាទអរគុណច្រើនបងប្អូនអរគ្នាអាចមើលបានខ្លាញ់ពេញមែនតើព្រោះដោយសារប្រភេទក្តាមប្រៃទាំងអស់នេះគឺមិនមែនខាងយើងទិញប្រៃមកពីផ្សារធ្វើលក់ជូនបងប្អូនអរគ្នាគឺអត់ទេគឺខាងយើងទិញស្រស់យកមកដាក់ត្រាំធ្វើខ្លួនឯងដោយផ្ទាល់ដៃដុសលាងសម្អាតយ៉ាងត្រឹមត្រូវណាព្រោះដោយសារប្រភេទក្តាមប្រៃទាំងអស់ហ្នឹងគឺខាងគ្រួសារខ្ញុំគឺញ៉ាំដូចគ្នាមិនមែនធ្វើសម្រាប់តែលក់ទេហើយសម្រាប់ភ្ញៀវដែលគាត់ធ្លាប់បានញ៉ាំប្រកាសជាបានដឹងហើយអំពីរសជាតិក្តាមប្រៃនេះគឺឆ្ងាញ់ខ្លាំងមែនតើអត់ប្រៃខ្លាំងហើយក៏អត់មានក្លិនស្អុយទេគឺឈ្ងុយតែម្ដងសម្រាប់ភ្ញៀវដែលអ្នកដែលគាត់បានញ៉ាំគឺគាត់បានដឹងហើយសាច់វិញគឺណែនខ្លាញ់វិញដូចបងប្អូនអរគ្នាបានឃើញបាទហើយចំពោះមនុយនេះដែរគឺមានយូរហើយសម្រាប់ភ្ញៀវបាទគឺគាត់កំងជាប្រចាំតែម្ដងសឹងថាវ៉ាដាច់គេសម្រាប់មនុយបុកក្តាមប្រៃនៅក្នុងហាងគឺលក់ដាច់ខ្លាំងមែនតើអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់កំងគឺការអាចកំងបានដូចគ្នាគាត់តែចង់ជម្រាបទៅកាន់បងប្អូនអរគ្នាថាកន្លែងណាក៏មានលក់ដែរបុកល្ហុងប្រភេទក្តាមប្រៃអីអស់ហ្នឹងណាប៉ុន្តែអ្វីដែលសំខាន់គឺរសជាតិអនាម័យការរៀបចំអញ្ចឹងបងប្អូនអរគ្នាដែលចង់កំងកុំភ្លេចអាចធ្វើការកំងបានចំពោះការរៀបចំខាងយើងគឺបែបហ្នឹងបាទអរគុណច្រើនជម្រាបសួរស្ដីបងប្អូនអរគ្នាបានសាកញ៉ាំនៅតាក់ទងមួយបុកល្ហុងខាងល្ងាចជក់ហ្វេនយើងផ្ទាល់ចំពោះប្រភេទបុកល្ហុងទាំងអស់ហ្នឹងដូចខ្ញុំនិយាយទៀតបាទកន្លែងណាក៏មានលក់ដែរកន្លែងណាដែលបងប្អូនអរគ្នាគិតថាឆ្ងាញ់គឺអាចទិញកន្លែងហ្នឹងបានប៉ុន្តែអ្វីដែលសំខាន់បើសិនជាបងប្អូនអរគ្នាអត់បានសាកបុកល្ហុងនៅខាងល្ងាចជក់ហ្វេនយើងទេគឺអាចកំងសាកបានខ្ញុំហ៊ានធានាជូនឲ្យតែបងប្អូនអរគ្នាបានញ៉ាំគឺដឹងតែជាប់ចិត្តតែម្ដងអញ្ចឹងសម្រាប់បងប្អូនជាភ្ញៀវប្រចាំនៅខាងងាយជួបហ្វេនរបស់យើងគឺគាត់បានដឹងហើយអំពីរសជាតិទាំងអស់ហ្នឹងនៅឡើយតែបងប្អូនបាទដែលគាត់អត់ទាន់បានសាកញ៉ាំគាត់នៅតែអត់ដឹងអញ្ចឹងគឺមានការយឺតយ៉ាវអញ្ចឹងសូមអធិស្ឋានបងប្អូនអរគ្នាពីចម្ងាយផងដោយសារតែភ្ញៀវក៏កំងច្រើនហើយអ្នកដឹកយើងមានតែ5-6នាក់ទេអញ្ចឹងតើតើមួយការដឹកវាមានបញ្ហាស្ទះផ្លូវយឺតយ៉ាវអីតិចតួចសូមអធិស្ឋានបងប្អូនពីចម្ងាយផងហើយជាចុងក្រោយមានតែអរគុណទៅកាន់បងប្អូនអរគ្នាចំពោះការគ្រប់គ្រងតាំងពីដើមរហូតមកដល់ឥឡូវណាហើយអរគុណខ្លាំងមែនតើសម្រាប់បងប្អូនដែលតែងតែកំងបាទអរគុណចំពោះជ្រក់ជើងមាន់នៅកន្លែងណាក៏មានលក់ដែរបងប្អូនអរគ្នាប៉ុន្តែអ្វីដែលសំខាន់បងប្អូនអរគ្នាបានសាកញ៉ាំជ្រក់ជើងមាន់នៅខាងល្ងាចជក់ហ្វេនយើងនៅចំពោះរសជាតិគឺថាជូរអែមហឹលគឺថានៅក្នុងនឹងតែមួយតែម្ដងស្រួយឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចង់ញ៉ាំណាមិនថាក្តាមជ្រក់ជើងមាន់ជ្រក់អីហ្នឹងគឺអាចតំណងមកបានតាមរយៈเพจខាងល្ងាចជក់ហ្វេនយើងផ្ទាល់ហើយចំពោះប្រភេទជ្រក់ជើងមាន់ជ្រក់ក្តាមមកប្រអប់តែ25,000រៀលទេគឺបានច្រើនមែនតើញ៉ាំពីរនាក់អីបងប្អូនអរគ្នាហើយយើងក៏មានជាប្រភេទមឹកស្រោចទឹកត្រីនឹងដូចគ្នាដែរយើងជាប្រភេទមឹកស្រូបទឹកត្រីនឹងសម្រាប់បងប្អូនដែលចង់បានគឺអាចតំណងបានតាមរយៈเพจខាងលើឬក៏តាម Telegram ខាងលើបន្ថែមទៀតបាទអរគុណច្រើនសម្រាប់បងប្អូនអរគ្នាសម្រាប់ការកំង
ទាំងអស់គ្នាធ្លាប់បានញ៉ាំនៅតកតងជាមួយនឹងប្រភេទមឹកស្រូបទឹកត្រីកោះកុងបែបហ្នឹងណារសជាតិគឺថាឆ្ងាញ់ខ្លាំងមែនតើនៅក្នុងហាងលេខជួបហ្វេនរបស់យើងផ្ទាល់គឺចាប់ផ្ដើមមានលក់ហើយឥឡូវគឺយើងចាប់ផ្ដើមលាយដោយដែលបងប្អូនអរគ្នាបានឃើញគឺថារសជាតិឆ្ងាញ់ខ្លាំងមែនតើសម្រាប់បងប្អូនអរគ្នាដែលចង់ញ៉ាំគឺអាចធ្វើការកក់មុនបានព្រោះដោយសារយើងធ្វើតែមួយថ្ងៃ30អាប់អីដែរទេអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ញ៉ាំគឺអាចទំនាក់ទំនងមកតាមរយៈ page លេខជួបហ្វេនបានឬក៏អាចតាក់ទងតាម Telegram បន្ថែមទៀតអរគុណច្រើនអរគុណថ្ងៃនេះងើបមកមានអារម្មណ៍ថាចង់ប្រហល់កាហាយដូច្នេះក៏ទៅទិញបង្គាយកមកញ៉ាំឥឡូវក៏ពុំធ្វើការខ្វេះអាចខ្វេះនោមចេញលាងសម្អាតរួចដាក់ត្រាំតកកចោលបន្លែសម្រាប់ខ្ញុំគឺងាយៗណាស់យើងគ្រាន់តែដើរទៅផ្សារទិញអ៊ីលក់បន្លែអស់តែ 4-5 យើងញ៉ាំបែកឆ្នាំងមានជាណាពេងប៉ោះខ្ទឹមខូចក្រាំងអីហ្នឹងយើងដាក់មកទាំងអស់គ្រាន់លើកនេះទិញពេងប៉ោះទូចអត់តន់យាយគាត់មានអញ្ចឹងទិញអាធំមកកុំភ្លេចដាក់ស្ដេចគួរផងយកគួរទេព្រោះខ្ញុំអត់ដែរញ៉ាំទេអត់ចេះញ៉ាំគួរឆ្មាជាណាខ្ទឹមក្រហមខ្ទឹមអាកៀងខ្ទឹមខ្មែរខ្ទឹមជប៉ុនដាក់ឲ្យហើយឲ្យគ្រប់គ្រឿងលើកគួចសក់ឲ្យស្អាតមកកុំម៉ូតពេកមិនដែរញ៉ាំហើយតែលាក់សក់យក style ហ្នឹងដួសមកឃើញ3-4 សរសៃមិនដែរស្គួយគួចរាល់ហើយកុំភ្លេចជាមួយតុកប្រហុកម៉ែរៀមចាចោមបានឲ្យវាស្អុយធំងៅបន្តិចបានជាតិឥឡូវធ្វើការជះបកាចូលចានដែកហើយយើងចាក់ទឹកថៃអំបិលប៊ីចេងស្ករអីហ្នឹងដាក់មកគ្រប់គ្រឿងមកកុំឲ្យខ្វះហើយទឹកពហុជ្រូចសាចវាណែនចឹងមកកុំខ្លាចស្អុយឥឡូវយើងធ្វើការដាក់ម្ទេសចូលម្ទេសដែលហាន់មិញហ្នឹង50គ្រាប់ទិញហើយគ្រប់100គ្រាប់ដែរតែមិញសមពាន់សុំអ៊ីលក់បន្លែស្ពាក់សិនហើយគាត់អត់ព្រមបន្ទាប់មកខ្ទឹមដាក់ខ្ទឹមក្រហមហើយយើងច្រាំញីញុវាតិចឲ្យចូលជាតិបន្ទាប់មកដាក់ពេងប៉ោះស្ដាយគួយហ្នឹងដាក់មកឆ្មាអីហ្នឹងចាំការបាញ់ទឹកមាត់ច្រាច់នេះដាក់ឲ្យជូរមកវាកាន់តែជាតិណាដល់ហ្នឹងតាមយើងអីចង់បានជូរផ្អែមអីច្បាច់ខ្លួនឯងរកមកខ្ញុំបានភ្លក់ដែរមកម៉មរសជាតិខ្ញុំចូលចិត្តរៀងផ្អែមជូរតបមកយើងដាក់ហុងគ្រឿងសមុទ្រគ្រប់មុខមានតាំងពីក្តាមមានតាំងពីងាវមានតាំងពីបង្គានិយាយពីថាជាតិនោះជាតិម៉ែអង្គប្អូនអើយហើយថ្ងៃនេះក៏មកស្រែកចងល់ពុកម៉ែអង្គប្អូនថាថតហើយយកទៅណាអស់ដែរដូច្នេះហើយថ្ងៃនេះក៏មកបកស្រាយបន្តិចបន្តួចឲ្យពុកម៉ែអង្គប្អូនបានដឹងខ្លះណាអង្គប្អូនគ្រឿងសំដែលយើងត្រូវធ្វើក៏ច្រើនសំណំគ្រឿងដែរបុកគ្រឿងសមុទ្រនេះណាមានពេលខ្លះបើទោះបីជាជីវិតនេះលំបាកបន្តិចណាប៉ុន្តែវាក៏មានកន្លែងល្អៗជាច្រើនដែលអាចឲ្យយើងមានហេតុផលរីករាយគិតវិជ្ជមាននិងដឹងគុណដើម្បីបន្តដំណើរតទៅមុខទៀតដែរចូលកុំអស់សង្ឃឹមអីយ៉ាងហោចណាស់ក៏យើងនៅមានគិតទៅជីវិតមនុស្សយើងមើលមិនឃើញកាលមុនធ្លាប់តែថ្ងៃហ្នឹងស៊ីអីដល់ពេលឥឡូវម្ដងមកជាថ្ងៃហ្នឹងបានអីស៊ីហើយបាយចយម៉ែបានមកក្របនេះស្រឡាញ់ចយម៉ែនេះណាឲ្យម៉ែក៏មិនលក់ណាបាច់សួរទិញឲ្យម៉ែក៏មិនលក់ដែរហើយចូលក៏អត់ចូលដែរអានេះទុកអួតគេចូលផ្លាច់ងាប់អត់មានអីអួតគេនេះអញទិញមឿនមកនេះធ្វើអីស៊ីនេះហ៎អញទិញមឿនមកអញបានទិញទៅយងជែកមកណាថ្ងៃនេះអញចង់ស៊ីមឿនណាអញទិញមឿនហើយតែគាត់ទៅយងជែកកុំសួរថាពេលណាកាត់ចិត្តពីគេបានថ្ងៃនេះកាត់ចិត្តតែពីកាហ្វេហ្នឹងបានផងចាំមានវិធីអីទៅកាត់ចិត្តពីគេជីវិតអ្នកថ្ងៃនេះចង់និយាយថាហ្វេនខ្ញុំ 694K ខ្ញុំមិនដឹងថាគាត់អេដមកខ្ញុំនឹងគាត់អេដទុកធ្វើសារមន្ទីរឬអេដមកគ្រាន់តែជាការរំដោះគ្រោះឧបកិច្ចមិនខ្ញុំអត់ដឹងណាចិត្តណាតែរាល់ដែលខ្ញុំផុសទៅនេះមិនសូវជាបានឡាយសោះចាប់
កំដរគេបាបដែរអត់លោកសម្បូរអ្នកសែតណាហើយដល់ពេលអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំអត់រស់នៅក្នុងផ្លូវពិតទេខ្ញុំដូចនៅតែឯងណាដល់ពេលអញ្ចឹងចង់រស់នៅផ្លូវពិតហ្នឹងយើងទៅកំដរគេផឹកហ្នឹងអាហ្នឹងជីវិតវែងឆ្ងាយណាស់រឿងខ្លះមិនមែនតែមួយធ្វើហើយនោះទេបើថ្ងៃនេះធ្វើមិនបានធ្វើថ្ងៃស្អែកក៏ទៅជីវិតមនុស្សយើងមើលឃើញកាលមុនធ្លាប់តែថ្ងៃហ្នឹងស៊ីអីដល់ពេលឥឡូវម្ដងមកជាថ្ងៃហ្នឹងបានអីស៊ីហើយបាយបាយ